សាខាកាកបាត់ក្រហមកម្ពុជាខេត្តកំពង់ស្ពឺចុះសួរសុខទុក្ខនឹងនាំយកអំណោយមនុស្សធម៌ជូនគ្រួសារងាយរងគ្រោះ40គ្រួសារនៅស្រុកអារ៉ាល់កំពង់ស្ពឺនៅថ្ងៃទី30ខែមេសាឆ្នាំ2026លោកស្រីប៉ៅសេដ្ឋាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខាតំណាងឯកឧត្តមបណ្ឌិតជីមច័ន្ទសុភ័ណ្ឌប្រធានគណៈកម្មាធិការសាខាព្រមទាំងសហការីបានចុះសួរសុខទុក្ខនឹងនាំយកអំណោយមនុស្សធម៌របស់សាខាជូនប្រជាពលរដ្ឋងាយរងគ្រោះបំផុតចំនួន40គ្រួសារមកពីភូមិចំនួន8ក្នុងឃុំរស្មីសាមគ្គីស្រុកអារ៉ាល់ខេត្តកំពង់ស្ពឺឆ្លៀតក្នុងឱកាសនោះដែរលោកស្រីប៉ៅសេដ្ឋាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខាបានពំនាំនៅប្រសាសន៍ផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ឯកឧត្តមបណ្ឌិតជីមច័ន្ទសុភ័ណ្ឌប្រធានគណៈកម្មាធិការសាខាជាពិសេសសម្ដេចគតិប្រិទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែនប្រធានកាកបាទក្រហមកម្ពុជាដែលជានិច្ចការសម្ដេចតែងតែគិតគូរពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋជួបការលំបាកអ្នកមានជំងឺជនងាយរងគ្រោះនិងជនរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗដោយមិនប្រកាន់កាក់ឬអើងវណ្ណៈជាតិសាសន៍ពណ៌សម្បុរឬនន្តិការនយោបាយអ្វីនោះឡើយលោកស្រីបានសង្កត់ធ្ងន់ដែលថាជំនួយមនុស្សធម៌នេះគឺធ្វើដើម្បីជួយសម្រាលបន្ទុកជីវភាពបងប្អូនបានមួយកម្រិតដោយឈរលើគោលការណ៍មានទុក្ខលំបាកមានកាកបាទក្រហមកម្ពុជាលោកស្រីក៏បានបន្តទៀតថាទោះបីជាអំណោយទាំងនេះមានចំនួនមិនច្រើនក្តីប៉ុន្តែវាក៏ជាសក្ខីភាពបញ្ជាក់ពីទឹកចិត្តសប្បុរសធម៌និងការរួបរวมសុខទុក្ខរបស់ថ្នាក់ដឹកនាំចំពោះបងប្អូនប្រជាពលរដ្ឋកាកបាទក្រហមកម្ពុជាមិនទុកឲ្យបងប្អូនណាម្នាក់ស្លាប់ដោយសារការដាច់ស្បៀងដោយយើងមិនបានដឹងនិងមិនបានជួយដោះស្រាយនោះឡើយគួរបញ្ជាក់ផងដែរថាសម្ភារៈដែលសាខាកាកបាទក្រហមផ្ដល់ជូនក្នុងមួយគ្រួសារទទួលបានអង្គ25គីឡូក្រាមមី1កេសត្រីខប់1យួរប្រេងឆា1ដបទឹកត្រីទឹកស៊ីអ៊ីវ1យួរនិងថវិកា 20000 រៀលផងដែរ